Clue A ครูเป็ดปรับทาขยมในโซเปติกตูเจียดตั้งปีขยมโจมันดีเป็ดสมอไอท่านมันได้มุกจุบขยมเตยังฮอกหน้าก็มีแนง ปิดน่ะនៅក្នុងលោកនេះខ្ញុំជាមនុស្សតែម្នាក់គត់ដែរយកចិត្តទុកដាក់នឹងអ្នកពិតប្រាកដសម្រាប់បន្តិចទៅខ្ញុំបានប្រាប់អ្នកហើយសេរីណាដូចម្ដាយរបស់នាងកើតមកសម្រាប់ស្លាប់នៅក្មេងអេថានក្រុមហ៊ុនធានារ៉ាប់រងថាម៉េចអ្នកមិនជឿទេអ្នកដឹងទេថាជីវិតដ៏គួរឲ្យអាណិតរបស់នាងមានតម្លៃប៉ុន្មាន5លានពេលក្រុមហ៊ុនធានារ៉ាប់រងសងលុយរួចខ្ញុំនឹងរៀបការជាមួយអ្នកភ្លាមហេតុអ្វីបានជាអ្នកអូសេរីណាដោយសារអ្នកនឹងស្លាប់ក្នុងពេលឆាប់ចុះបើឲ្យលុយធានារ៉ាប់រងរបស់អ្នកជាអំណោយរៀបការថាម៉េចผู้เองกิกูสเนร์ดอกูรอสออกសេរីណាបើអ្នកមានអីចង់និយាយទុកនិយាយក្នុងជាតិក្រោយឥឡូវនេះស្លាប់ទៅចុះល្មមហើយភ្លេចនាងទៅនាងនឹងស្លាប់ក្នុងពេលឆាប់សំណាងអាក្រក់ណាស់សម្លាញ់រៀបការជាមួយខ្ញុំទេ but បើខ្ញុំអាចចាប់តាមសាជីថ្មីរៀបការជាមួយគាត់សម្លាញ់រៀបការជាមួយខ្ញុំទេខ្ញុំពិតជាបានចាប់កំណត់ឡើងវិញនៅពេលដែលមនុស្សថោកទាបនោះកំពុងសម្រិការៀបការជាមួយគាត់ខ្ញុំមិនព្រមរីកាគីមួយគេខ្ញុំអត់អេថានស្ត្រីដូចលៀងសេរីណាមិនល្អគ្រប់គ្រាន់សម្រាប់អ្នកទេមានតែខ្ញុំទេតែពិតជាយកចិត្តទុកដាក់ចំពោះអ្នកទោះបីនាងជាមិត្តល្អបំផុតរបស់ខ្ញុំមិនមែនមានន័យថាខ្ញុំមិនអាចស្រឡាញ់អ្នកទេមិត្តល្អនាងដឹងខ្លួនថាជាស្រីរក្សាសេរីណាឲ្យខ្ញុំពន្យល់វាមិនមែនដូចអ្វីដែលអ្នកគិតទេអ្នកដឹងទេគេថារក្សាមិត្តឲ្យចិត្តសរើឲ្យកាន់តែចិត្តប្រែថាវាពិតសេរីណាស្ដាប់ខ្ញុំរឿងទាំងមូលនេះពិតជាមិនមែនដូចនោះទេស្រីរក្សាត្រូវគេលាបត្រដាងស្រីរក្សាត្រូវគេលាបត្រដាងហើយនាងនៅតែមិនទទួលស្គាល់ Clue A ណាជីមិត្តល្អបំផុតរបស់ខ្ញុំបើអ្នកពិតជាចូលចិត្តគាត់ខ្ញុំអាចដើរចេញឲ្យណាសេរីណាតើអ្នកគិតថាខ្ញុំជាមនុស្សបែបណាអារម្មណ៍មិនមែនជារបស់ដែលអ្នកអាចប្រគល់ឲ្យបានទេអៃតានតើអ្នកក៏ចូលចិត្ត Clue A ដែរខ្ញុំអ្នកថែមទាំងសុកណែលកាដែលនាងអុយអ្នកមកសុំខ្ញុំរីកាពិតណាស់ខ្ញុំមិនអាចព្រមបានទេវាគ្រាន់តែជានាឡិកាមួយតើវាពិតជារឿងធំមែនទេចង់បាននំខេកហើយក៏ចង់ញ៉ាំវាដែរសម្រាមជាមួយសម្រាមសត្វស្លាបមានរោមដូចគ្នានំខេកមកដល់ហើយសូមផ្លូវក្នុងជីវិតមុនរបស់ខ្ញុំអ្នកបានធ្វើឲ្យខ្ញុំអាម៉ាលើកនេះអ្នកនឹងភ្លុករសជាតិនៃការត្រូវគេលេងសំហើយដែលឯងជាអ្នកបំផ្លាញគ្រួសារកម្មផលវាអាក្រក់ការសងសឹករបស់ខ្ញុំទើបតែចាប់ផ្ដើមសុខនៅទីនោះខ្ញុំឃើញដល់ហើយអ្នកធ្វើវីដោយចិត្តណាហើយអ្នកគ្រប់គ្រងរបស់អ្នកមកចាំមើលវាជាភ្ញៀវស្លៀករ៉ូបពណ៌លឿងនាងបានឲ្យលុយខ្ញុំឲ្យទៅវីស្រីកូនក្រមុំខ្ញុំគ្រាន់តែធ្វើការងារប៉ុណ្ណោះរ៉ូបពណ៌លឿងអ្នកគេថាខ្ញុំល្ងងមិត្តសម្លាញ់របស់ខ្ញុំហេតុអ្វីនាងគេវីខ្ញុំដូច្នេះឆ្លោរៀបចំខ្លួនឯងនេះហើយគេហៅថាបាញ់ចំខ្លួនឯងអត់ទេវាមិនមែនដោយចិត្តណាទេខ្ញុំគ្រាន់តែចង់ឲ្យអ្នករាល់គ្នាមានភាពសប្បាយបន្តិចប៉ុណ្ណោះអ្នកច្បាស់ជាចង់សង្កត់សង្កិនសេរណាព្យាយាមបំផ្លាញពិធីដេញថ្លៃស៊ុបនិយាយពីវីតាក្លូតគ្រាន់តែព្យាយាមលេងសើចនាងពិតជាមិនមានចិត្តអ្នកទេសេរណាវាមិនមែនដូចនោះទេខ្ញុំគ្រាន់តែមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំមិនមែនជាមនុស្សប្រភេទតែបំផ្លាញទំនាក់ទំនងអ្នកដទៃអូ Clue A គុំយឹមខ្ញុំដឹងគ្រប់យ៉ាង Clue A Clue A វ
វាដូចគ្នាទៅនឹងរបួសពីជីវិតមុនរបស់ខ្ញុំក្នុងករណីនោះ Clue A រ៉ាស្នាមរកសំណងអាក្រក់ដែលអ្នកបានផ្ដល់ឲ្យខ្ញុំពីមុនខ្ញុំនឹងសងវិញទាំងតមិនអើខុសតែមួយទេ អារ៉ាអ្នកធ្វើវាដោយចិត្តណាមែនទេ ឥឡូវនាងអសង្ឃឹមហើយ Clue A ខ្ញុំអត់ទេ អ្នកមិនអីទេក្លូអេ អេវ៉ាន់មើលនាងច្រឡោតណាស់គ្រប់ពេលនាងពិតជាធ្វើឲ្យខ្ញុំឈឺចាប់ សេរីណាតើអ្នកដឹងទេថ្ងៃនេះអ្នកធ្វើឲ្យខ្ញុំបាត់មុខប៉ុណ្ណាហ៊ានធ្វើបាបក្លូអេហឺអ្នកណាហ៊ានឲ្យអ្នកលោកជីអេថានចាងធ្វើបាបស្រីបរោះបែបណាធ្វើបែបនេះ នោះជាថៅកែមែនទេក្នុងជីវិតមុនរបស់ខ្ញុំគាត់បានជួបគ្រោះថ្នាក់ឡើងធ្វើឲ្យគាត់ប្រកាសពីចង្កេះចុះក្រែម លោកជីលោកមកធ្វើអ្វីនៅទីនេះនាំឆ្លូវខោចេញទៅឥឡូវនេះបាទទៅអ្នកមិនអីទេ ខ្ញុំមិនអីទេតែនៅវិញប្រហែលជាមានបញ្ហា ខ្ញុំទើបតែជួយសង្គ្រោះអ្នកហើយអ្នកមកដាក់បណ្ដាសាខ្ញុំ មិនមែនខ្ញុំនិយាយទេវិធីការពិតថ្ងៃអាទិត្យនេះអ្នកមិនត្រូវបើកឡានទេបើអ្នកឡើងផ្លូវលបឿនលួនហួនហើយអ្នកនឹងជួបគ្រោះថ្នាក់ឡើងអ្នកនឹងពិការជើង តើអ្នកដឹងការវិភាគខ្ញុំយ៉ាងម៉េច កុំបារម្ភពីរឿងនោះអញ្ចឹងអ្នកត្រូវតែជួយខ្ញុំ អស់សំណាច ខ្ញុំសង្ឃឹមថាគាត់ជួយពាក្យខ្ញុំហើយគេផុតពីគ្រោះនេះ អេថានអ្នកទើបតែសុំរៀបការជាមួយសេរីណាហើយនាងក៏ទៅលួងលោមលោកជីភ្លាមអ្នកជាមិត្តប្រុសរបស់នាងតើនាងអាចធ្វើបែបនេះដាក់អ្នក សេរីណាលៀងអ្នកកំពុងតែមានមហិច្ឆតាមនុស្សដូចអ្នកហ៊ានទៅលួងលោមថៅកែខ្ញុំប្រាប់អ្នកឲ្យដឹងបើខ្ញុំមិនចូលចិត្តអ្នកទេអ្នកនឹងគ្មានតម្លៃអ្វីទេ ក្នុងជីវិតមុនរបស់ខ្ញុំរស់នៅដោយខ្វះទំនុកចិត្តលើខ្លួនឯងទាំងក៏ដោយសារតែអាមនុស្សអាក្រក់នេះការកំពានផ្លូវចិត្តជិតឈឺលើកនេះអ្នកកុំគិតពីវាទៀតតែខ្ញុំមិនមែនធ្វើវាដើម្បីណាទេតែអ្នកមិនចង់បានដំឡើងធាននោះទេខ្ញុំបានទៅសំលោកជីដើម្បីរកអ្នកគម្រោងអធនទ្រព្យហេងឡង តើនោះពិតទេ ពិតណាស់ជាមួយនឹងកំណត់ត្រការងាររបស់ខ្ញុំវាមិនពិបាកទេដើម្បីទទួលបានវា ល្អណាស់សេរីណាអ្នកត្រូវតែជួយខ្ញុំគ្មានអ្វីរវាងខ្ញុំនិងឆ្ងោទេគ្មានអ្វីទាំងអស់អ្នកត្រូវតែជួយខ្ញុំ ទេ អូខេ Clue A សៀវតែអ្នកមិនដឹងទេថាគេខាងមុខគឺសម្រាប់មិត្តស្រីអ្នកមិនដឹងទេថាគេខាងមុខគឺសម្រាប់មិត្តស្រីខ្ញុំ ហេអ្នកទៅអង្គុយខាងក្រោយ អ៊ីថាន ប្រញាប់ឡើង វាចម្លែកសេរីណាខ្លាចថ្ងៃនេះធ្វើសកម្មភាពខុសពីធម្មតា A3 ក្នុងជីវិតមុនរបស់ខ្ញុំជាមនុស្សដែលមើលមិនឃើញនៅជ្រុងជាទូអង្គមត្រូវក្នុងក្រុមបីអ្នករបស់ពួកគេប៉ុន្តែក្នុងជីវិតនេះខ្ញុំនឹងបង្វែរស្ថានភាព វ៉យសេរីណាថ្ងៃនេះអ្នកមើលទៅស្អាតណាស់មានពិធីអ្វីសេរីណាហាក់ដូចជាមនុស្សថ្មីទាំងស្រុង សេរីណាមកការិយាល័យខ្ញុំ បាទលោកជី អ្នកនិយាយត្រូវផ្លូវលបឿនលឿនហួនហៃពិតជាមានគ្រោះថ្នាក់ដូច្នេះប្រាប់ខ្ញុំមកតើអ្នកដឹងដោយរបៀបណា ប្រហែលខ្ញុំមានអំណាចព្រោះគេរឿងសំខាន់គឺអ្នកមានសុវត្ថិភាពនោះហើយជាអ្វីដែលសំខាន់ ទោះយ៉ាងណាខ្ញុំចង់អរគុណអ្នកកាតនេះគ្មានដែនកំណត់និងគ្មានលេខសម្ងាត់សូមចាត់ទុកវាជាសញ្ញានៃការដឹងគុណចំពោះការសង្គ្រោះជីវិតខ្ញុំ លោកជីខ្ញុំមិនអត់ទេ សេរីណាឈប់ធ្វើការសិនទៅញ៉ាំបាយ ចាំខ្ញុំបន្តិចខ្ញុំចង់ទៅបង្គន់ទម្លាប់ចាស់ពីបាបទើខ្ញុំធ្វើការថែមងសម្រាប់រឿងនេះខ្ញុំចំណាយពេលកន្លះខែដើម្បីបញ្ចប់ធ្វើម៉េចអ្នកហ៊ានអះអាងថាជារបស់ណា អូកុំអី
ដោយសារទំនាក់ទំនងយើងហេតុអ្វីអ្នកធ្វើជាផ្លូវការម្លេះមួយវិញទៀតខ្ញុំជាផ្នែកមួយនៃគម្រោងនេះផងដែរវាប្រហែលជាថៅកែដាក់ឈ្មោះខុស យើងទៅ គម្រោងអចលនទ្រព្យហេងឡុង អ្នកណាទទួលខុសត្រូវលោកជីខ្ញុំទទួលខុសត្រូវខ្ញុំចំណាយពេលពេញមួយសប្តាហ៍ដើម្បីបញ្ចប់វា អ្នកទទួលខុសត្រូវចឹងប្រាប់ខ្ញុំមកនៅទំព័រទី5នៃសំណើតើស្តង់ដារតម្លៃជាអ្វីតើទីដៅស្រាវជ្រាវនៃណា ខ្ញុំ ធ្វើម៉េចអ្នកមិនឃើញចន្លោះធំម្លេះអ្នកដឹងទេថាក្រុមហ៊ុនខាត់ប្រាក់រាប់រយលានដោយសាររឿងនេះ ឃ្លោអេជ្រូចូលរឿងបញ្ហាធំមើលចុះថានាងនឹងចេញពីរឿងនេះយ៉ាងម៉េចលោកជីតាមពិតទៅសំណើគម្រោងនេះធ្វើដោយនាងធ្វើដោយសេរីណាវាគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ ហេតុអ្វីបានជាអ្នកមិនឃើញរំធំបែបនេះតើអ្នកដឹងទេថាក្រុមហ៊ុនខាត់លុយប៉ុន្មាន ឃ្លោពិតជាធ្លាក់ចូលក្នុងបញ្ហាធំ ចុះមើលថានាងនឹងរួចខ្លួនយ៉ាងម៉េច អូរង្វាន់ក្រុមយើងរលាយអស់ហើយ មិត្តរួមការងារគ្មានប្រយោជន៍ Clusive អ្នកចូលចិត្តលូចុកកេទីសអញ្ចឹងខ្ញុំនឹងខ້ອຍណាក់យកវីទាំងត លោកជីតាមពិតសំណើនេះគឺនាងជាអ្នកធ្វើវាជាការងាររបស់សេរីណាខ្ញុំមិនពាក់ព័ន្ធអ្វីទេ នាងជាអ្នកធ្វើឯកសារគម្រោងសរសេរជាស្ខ្មៅមានឈ្មោះអ្នកនៅលើវាធ្វើម៉េចក៏ទៅជាការងាររបស់សេរីណាវិញ លោកជីត្រូវឲ្យខ្ញុំជាអ្នកធ្វើប៉ុន្តែនោះគ្រាន់តែជាស្ទេព្រៀងដំបូងប៉ុណ្ណោះនេះជាកំណែកែប្រែដែលបានជួសជុលរ៉ុន ល្អខ្ញុំមានសំណួរមួយទៀតអេថាចាស់គម្រោងនេះច្បាស់ណាស់ថាសេរីណាជាអ្នកធ្វើហេតុអ្វីបានជាគេដាក់ក្រោមឈ្មោះឃ្លូ ចាស់លោកចាំងហេតុអ្វីបានជាគម្រោងរបស់ខ្ញុំត្រូវបានគេដាក់ឈ្មោះឲ្យឃ្លូ គម្រោងនេះជាការខិតខំរួមគ្នារបស់យើងទាំង3នាក់ឃ្លូនាងគ្រាន់តែឧស្សាហ៍ណាស់នាងចង់ដាក់វាមុនកំណត់ដូច្នេះនាងភ្លេចបដូរឈ្មោះត្រឡប់ទៅជាឈ្មោះសេរីណាវិញ ខ្ញុំមិនដែលឃើញអ្នកណាម្នាក់គ្មានអៀនខ្មាស់បែបនេះធ្វើឲ្យការលូកស្ដាប់ទៅថ្លៃនោះនឹងបរិសុទ្ធចាប់ពីពេលនេះទៅបើអ្នកណាហ៊ានលូចចកទៅជាស្ពីខ្ញុំអ្នកគួរតែស៊ូខួរក្បាលអ្នកមើលថាតែត្រាំបានទេ វ៉ូសេរីណាពិតជាលុយមែនហើយអេអ្នកបានកត់សម្គាល់ទេសេរីណាកាន់តែមុត កំណែទី2គឺល្អឥតខ្ចោះយើងនឹងបន្តតាមផែនការរបស់អ្នកចាប់ពីថ្ងៃនេះទៅលៀងយូយ៉ានជាអ្នកគ្រប់គ្រងគម្រោងនេះគ្រប់គ្នាត្រូវសហការជាមួយការងាររបស់នាង សូមអបអរសាទរសេរីណាចាប់ពីពេលនេះទៅយើងនឹងធ្វើតាមអ្នកគ្រប់គ្រងលៀងឆ្កេងញីកុំអួតអាងពេកអីចាំខ្ញុំចង់បរិហារអ្នកគ្រប់គ្រងលៀងពីបទទទួលសំណូកពីអ្នកផ្គត់ផ្គង់ខ្ញុំចង់រាយការណ៍អ្នកគ្រប់គ្រងលៀងពីបទយកសំណូកពីអ្នកផ្គត់ផ្គង់ គ្រូអេតើអ្នកជាចរទេយូររបស់ខ្ញុំដោយគ្មានការអនុញ្ញាត បើអ្នកគ្មានទោសអ្នកគ្មានអ្វីត្រូវខ្លាចទេមនុស្សដូចអ្នកមិនអាចមានកាត់ខ្មៅបានទេ អ្នកគិតថាខ្ញុំដូចណាគ្មានស៊ីលធ្វើវិគីគីវ៉ាដលតែសោអ្នកថាខ្ញុំយកសំណូកពីអ្នកណាតើស្តាំងនេះឯណា អូសេរីណាទោះបីជាយើងជាមិត្តល្អក៏ដោយក៏ខ្ញុំមិនអាចបិទភ្នែកមើលមិនឃើញបានទេខ្ញុំធ្វើបែបនេះដើម្បីប្រយោជន៍របស់អ្នកផ្ទាល់ខ្ញុំមិនអាចឈរមើលអ្នកធ្វើខុសបានទេ អ្នកពិតជារឿងហួសហេតុមែនដើម្បីប្រយោជន៍ខ្ញុំដោយការចោទប្រកាន់ខ្ញុំបែបនេះ ល្អអញ្ចឹងបើអ្នកអះអាងថាអ្នកមិនបានធ្វើចុះហេតុអ្វីកាត់នេះទៅដល់ក្នុងការបូករបស់អ្នក ខ្ញុំឲ្យកាត់នោះដល់នាងពេញចិត្តហើយអ្នកទាំងអស់គ្នាគ្មានការងារធ្វើទេត្រឡប់ទៅធ្វើការវិញ អូសេរីណាលៀងអញ្ចឹងអ្នកពិតជាបានចូលទៅចិត្តថៅកែមែន លោកជីលោកគួរតែយកកាតនេះមកវិញបើមិនដូច្នេះទេមនុស្សនឹងចាប់តែមីយ៉ាងថាមានរឿងអ្វីមួយរវាងយើង អញ្ចឹងឲ្យមានរឿងក៏បានខ្ញុំមិនខ្វល់ទេ តែខ្ញុំខ្វល់ ការជាប់ពាក់ព័ន្ធជាមួយថៅកែប្រសើរជាងការត្រូវបានរៀបចំដោយមនុស្សអាក្រក់និងស្រីស្នំរបស់គេ ហើយកែនេះខ្ញុំពិតជាត្រូវការលុយអញកឹមស៊ុំនិយាយថាខ្ញុំជេរពីលោកជី សេរីណាអ្នកនៅខឹងខ្ញុំទៀតទេអំពីរឿងដែលបានកើតឡើងកាលមុនខ្ញុំគ្រាន់តែព្យាយាមប្រាប់អ្នកឲ្យដឹងជាមុនខ្ញុំមិនចង់ឲ្យអ្នកបាត់បង់ការងារទេ អ្នកពិតជាមានមុខណាស់ អ្នកនៅចាំកំហឹងទៀតទេ តែអ្នកកំពុងដាក់អន្ទាក់អ្វីឲ្យខ្ញុំទៀត អូកុំខឹងអីខ្ញុំបានទិញអំណោយឲ្យអ្នកដើម្បីសុំទោសថ្ងៃកំណើតខ្ញុំនៅចុងសប្តាហ៍នេះខ្ញុំបានយកខ្សែកដូចគ្នាមកឲ្យយើងដើម្បីអបអរមិត្តភាពដ៏អស់កល្បិតរបស់យើងអ្នកត្រូវតែពាក់ខ្សែកនេះទៅពិធីខួបកំណើតខ្ញុំមិនអីទេ អូគុណគ្រូអេ ទិញខ្សែកคล้ายមកពាក់ធ្វើជាអ្នកមានคล้ายណាស់
ពិធីខួបកំណើតរបស់ណាពិតជាការជួបជុំថ្នាក់ដែលមានបំណងមើលងាយខ្ញុំ តើអ្នកកំពុងគិតអ្វី អូខេខ្ញុំពិតជានឹងទៅមិនថានៅសាលានៅកន្លែងធ្វើការទេខ្លុយតែញុះញង់ណាស់ទេហើយសម្លឹកខ្ញុំប៉ុន្តែលើកនេះខ្ញុំមិនឯណាត់ធ្វើតាមចិត្តទេហើយខ្ញុំរបស់ខ្លាំងខ្លាយចំណែកនាងពាក់របស់ពិតសេរេណាណាពិតជាងឹតណែកហើយមិនចេះគិតទេហើយនាងធ្វើជាមិត្តល្អអូជាច្រើនឆ្នាំ សូមរុំរបស់នេះឲ្យខ្ញុំផង លោកទីលោកមកធ្វើអ្វីនៅទីនេះជួបចែហ្វាយនឿតណៃចុងស្តាសំណងអាក្រក់ណាស់ ទុកចុះ អត់ទេខ្ញុំមិនអាចទទួលបានទេ ទុកចុះអ្នកជាអ្នកគ្រប់គ្រងគម្រោងវាគួរឲ្យខ្មាស់ខ្ញុំបើអ្នកតែងតែបង្ហាញរបស់ខ្លាំងវាធ្វើឲ្យខ្ញុំអាប់មុខ ខ្ញុំធ្វើឲ្យលោកអប់មុខលោកមានន័យយ៉ាងម៉េច អ្នកទិញខ្សែកនេះសម្រាប់ជួបជុំមិត្តរួមថ្នាក់ឬទៅជួយនាងជ្រើសសម្លៀកបំពាក់ខ្លះ ធ្វើមិនលោកដឹងថាខ្ញុំនឹងទៅជួបជុំគឺ អ្នកនាងលៀងលោកជីបានចេញលុយហើយនេះអ្នក អូកិនចម្លែកណាស់ធ្វើមិនក៏ដឹងច្រើនលេខអំពីខ្ញុំអូខ្ញុំធ្លាប់ជួយគាត់ម្ដងទុកថានេះជាការសង្កត់វិញ យូរណាស់ហើយមិនបានជួបវ៉ៅក្លូយថ្ងៃនេះអ្នកស្អាតណាស់ប៉ុន្តែហេតុអ្វីអ្នកអញ្ជើញសេរីណាតើនាងឥតអៀនខ្មាស់មកជប់អ្នកទៀតហើយឬមិនទាន់ចប់ទេក្លូយថែមទាំងជួយនាងរកការងារនៅក្រុមហ៊ុនជីទៀតនាងគ្មានសមត្ថភាពរកការងារមិនបានវាគ្រាន់តែជាការជួយតូចតាចសម្រាប់ខ្ញុំ ឃ្លុយខ្ញុំនៅទីនេះណាស់ណា អីយ៉ាថ្ងៃនេះមានគេមកច្រើនណាស់ សេរីណាស្លៀកពាក់ស្អាតណាស់មិនដែលឃើញពីមុនទេ មិនថាស្លៀកពាក់យ៉ាងណាទេមន់ក៏មិនខ្លាចជាខ្នងដែរឯងគិតថាយកតាមស្ទីលក្លូអេធ្វើឲ្យឯងស្អាតដូចនាងទេត្រាប់តាមគេថែមទាំងពាក់ខ្សែកដូចក្លូអេទៀតយកតាមខ្សែកហើយឥឡូវឯងក៏ចង់លួចប្រុសក្លូអេទៀត នេះជាលើកទី1ដែលខ្ញុំមានលៀងនេះរបស់ពិតតែយកតាមរបស់ខ្លាំងណាស់ទាំងដកនេះខ្វាក់ឬ សេរីណាហ៊ាននិយាយជាមួយយើងបែបនេះ ប៉ុន្តែពណ៌ខ្សែកសេរីណាមើលទៅពិតជាងខ្សែកក្លូអេលីពណ៌ហើយ អីក្លូអេហេតុអីឯងទិញរបស់ខ្លែង ក្លូអេឯងនឹងហើយជារបស់ខ្លែង ទេមិនមែនអញ្ចឹងទេអឺមតាមពិតខ្សែកនេះខ្ញុំទិញឲ្យសេរីណាប៉ុន្តែខ្ញុំគ្មានថវិកាគ្រប់គ្រាន់សម្រាប់ខ្លួនឯងទេអញ្ចឹងខ្ញុំឲ្យសេរីណាយករបស់ពិតហើយទុករបស់ខូចសម្រាប់ខ្លួនឯង អូអ្នកមានគុណធម៌ណាស់ហេតុអីមិនទិញឲ្យគ្រប់គ្នា ក្លូអេឲ្យរបស់ល្អតសេរីណាហើយនាងនៅតែធ្វើជាធំដូចនេះគ្មានសតិសម្បជញ្ញៈទេអូកុំនិយាយអញ្ចឹងសេរីណាមិនមានចិត្តណាជិះជាន់ខ្ញុំទេ មើលច្បាស់ទាំងដកគ្នារបស់ខ្លាំងនេះគឺឃ្លូអេឲ្យខ្ញុំ អីហ្នឹងរបស់ខ្លែងនេះមើលទៅខ្លាញ់ស្រឡះ ឃ្លូអេខ្ញុំគ្រាន់តែខ្លាចកែងអាម៉ាអញ្ចឹងខ្ញុំក៏ទិញរបស់ពិតមកពាក់ ក្លូអេឯងឲ្យរបស់នេះដល់មិត្តសម្លាញ់ហើយហេតុអីឯងក៏ហៅយើង ខ្ញុំសេរីណាឯងច្បាស់ជាទិញរបស់ថោកដើម្បីដាក់កំហុសក្លូអេសេរីណាអ្នកច្បាស់ជាទិញរបស់ខ្លែងខ្លាយថោកដើម្បីបំផ្លាញក្លូអេ សំទូលខ្ញុំគ្មានពេលទៅពេញរបស់ខ្លាំងខ្លាយទេ ក្លូអេរកការងារឲ្យអ្នកហើយអ្នកមកឆ្លងគេទៀតអ្នកគ្មានខ្មាស់គេទេ ស្ដាប់ទាំងដកណាខ្ញុំជាអ្នកការនាងកម្មសិក្សានៅក្រុមហ៊ុនជីមិនមែននាងរ៉ាស់ខ្ញុំ ការងារអ្នកគ្រប់គ្រងក្លូអេតើអ្នកមិនបាននិយាយទេថាសេរីណាគ្រាន់តែជាអ្នកហាត់ការម្នាក់ហើយអ្វីបានជាគាត់ខ្លាចជាអ្នកគ្រប់គ្រងឥឡូវអញ្ចឹងគាត់ជាអ្នកគ្រប់គ្រងក៏ដូចម្ដេចអើយខ្ញុំមិនចង់និយាយពីការងារទៀតទេអ្នកណាចង់ទៅបន្ទប់ទឹកជាមួយខ្ញុំអ្វីដែលផ្ដល់សិទ្ធឲ្យនាងធ្វើដូចជាខ្លួនឯងធំជាងគេអញ្ចឹងឥឡូវខ្ញុំយល់ហើយ
នោះហើយជាមូលហេតុដែលនាងស្រាប់តែស្លៀកពាក់ដូចជាស្រីកំណែកនាងច្បាស់ជាប្រើរូបរាងនោះដើម្បីឡើងតំណែងនាងថែមទាំងហ៊ានលួចមិត្តប្រុសរបស់មិត្តសម្លាញ់នាងតើមានអ្វីខ្លះ ដែលនាងមិនហ៊ានធ្វើ អូសុំទៅនាងដឹងថាអេថានចូលចិត្តខ្ញុំប៉ុន្តែនាងនៅតែចូលជ្រៀតក្លូអេអ្នកគ្រាន់តែល្អពេកទៅយើងនឹងឲ្យមេរៀននាងជំនួសអ្នក មិត្តប្រុសរបស់នាង សេរីណាឈប់ធ្វើពុតទៅអ្នកមិនមែននិយាយថាអ្នកមិនស្គាល់អេថានទេមែនទេ អាយថានអ្នកមានន័យថាមនុស្សថោកទាបដែលមានគូពីក្លូអេជាអ្នកដែលដឹងខ្លួនថាជាស្រីកំណាកតែនាងមកផ្សព្វផ្សាយពាក្យចាំអារ៉ាមអំពីខ្ញុំ គួរឲ្យសើចអញ្ចឹងអ្នកកំពុងនិយាយថាក្លូអេជាស្រីកំណាចអូខេគ្រប់គ្រាន់ហើយឈប់ឆ្លោះគ្នាទៅនេះជាការយល់ច្រឡំ កាវីគីកាយល់ច្រឡំសូមដោះស្រាយវាឥឡូវនេះ មានរឿងអីនឹងសម្លាញ់ ឈ្មោះហើយលេងនោះធ្វើឲ្យខ្ញុំឈឺមិនអីទេខ្ញុំគ្រាន់តែប្រកាសហើយមកទូខ្ញុំពីភូតនីឋានគារដិនខាងលិចខ្ញុំតែងតែឆ្ងល់ហេតុអ្វីបានជាអ្នកទាំងអស់គ្នាមានអរិភាពច្រើនរំលែកចំពោះខ្ញុំអ្នកមិនជួយសូម្បីតែពាក្យមួយម៉ាត់ដែលខ្ញុំនិយាយ ក្លូអេតើអ្វីដែលអ្នកនិយាយមានការពិតដែរទេតើមានរឿងប៉ុន្មានតែអ្នកលាក់ពីយើងអ្នកជាអ្នកដែលមកឈរនៅចន្លោះអេថាននិងសេរីណាអ្នកជាអ្នកទី3ខ្ញុំក៏មិនដឹងរឿងនេះដែរ តោះទៅសេរីណាតោះទៅផ្ទះតើអ្នកចង់ឲ្យខ្ញុំធ្វើអីរៀបការជាមួយខ្ញុំ តើអ្នកមិនបានពិនិត្យទេអ្នកណាប់ញើសានោះអ្វីដែលអ្នកចង់បានគឺមកតែខ្ញុំនឹងជួប៉ុន្តែពីមុនខ្ញុំឆោតអលងងពេកខ្ញុំមិនបានដឹងរឿងនេះទេ អ្នកបានឡើងតំណែងហើយម៉ាក់ខ្ញុំប្រកាសជាទទួលយកអ្នក ហើយម៉ាក់ណាក៏កំពុងចាំលុយខ្ញុំដែរ អូខ្ញុំត្រូវតែទទួលទូរស័ព្ទនេះប្រហែលជាក្លូអេត្រូវការខ្ញុំសម្រាប់អ្វីបន្ទាន់ ស្រីកំណានពិតជាមានល្បិច ហេអញឈួតហើយសេរីណានៅក្នុងឡានខ្ញុំ ខ្ញុំមិនខ្វល់ទេអ្នកមករកខ្ញុំឥឡូវនេះបើមិនអញ្ចឹងទេខ្ញុំនឹងផ្ញើរូបស្និទ្ធស្នាលរបស់យើងទៅសេរីណា រូបថតទាំងនោះមើលទៅគួរឲ្យរំភើបណាស់ខ្ញុំនឹងមករកអ្នកក្រោយ អ្នកទាំងពីរគួរឲ្យសោកណាស់ដោយសារអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់សូមទំនាក់ទំនងរបស់អ្នកឈានទៅកម្រិតបន្ទាប់ សារពាក្យហ៊ុនថ្មីនេះអាក្រក់ណាស់ហើយឯងនៅតែទិញចូលទៀត អ្នកមិនដឹងទេខ្ញុំបានតាមដានវីយូហើយភាគហ៊ុនហ្វុយឆោតិចនេះមានសក្តានុពលច្រើនគ្មានហានិភ័យគ្មានផលចំណេញទេចាំមើលចុះទិញ ភាគហ៊ុនហ្វុយសើតិចនេះចិត្តធ្លាក់ដល់សូន្យហើយវានឹងបាត់បង់$5,000 លានក្នុងមួយយប់អាយថានឯងនឹងសាយចិនហើយ អ្នកទាំងអស់គ្នាសូមផាកបន្តិចកាលពីមុនការដេញថ្លៃរបស់អ្នកគ្រប់គ្រងលេងត្រូវបានអនុម័តវាបាននាំមកឲ្យក្រុមហ៊ុនយើងនៅតម្លៃ$100 លានដូច្នេះនាយកប្រតិបត្តិជីបានសម្រេចចិត្តនៅចុងសប្តាហ៍នេះយើងនឹងរៀបចំអាហារពេលល្ងាចអបអរសាទរសម្រាប់អ្នកគ្រប់គ្រងលេងយើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមកដល់ទាន់ពេល ល្អសូមអបអរសាទរសេរីណាសូមអបអរសាទរអ្នកគ្រប់គ្រងលៀងអេធំដុំសេរីណាឯងធ្លាប់ស្អប់ព្រឹត្តិការណ៍បែបនេះមែនទេហេតុអីថ្ងៃនេះឯងខ្នះខ្នែងម្លេះ ពិតណាស់កុំភ្លេចភ្ញៀវកិត្តិយសនេះគឺខ្ញុំទេ ឯងអួតអ្វីម្លេះ សេរីណាឯងបានផ្លាស់ប្ដូរឯងធ្លាប់ជាមនុស្សល្អឯងមិនដែលស្លៀកពាក់បញ្ចេញរាងបែបនេះទេឬមកកន្លែងបែបនេះ ពិតណាស់ខ្ញុំត្រូវតែផ្លាស់ប្ដូរបើមិនដូច្នេះទេតែខ្ញុំអាចទូទៅនឹងអ្នកទាំងពីរបានចាប់តាំងពីឯងគិតថាខ្ញុំផ្លាស់ប្ដូរដូច្នេះតែពិធីរៀបការរបស់យើងនៅតែចាំបាច់ដែរទេ ពិតណាស់យើងត្រូវរៀបការបើមិនដូច្នេះទេអ្នកណានឹងមើលថែងលើសពីនេះទៀតឯងឥឡូវនេះមានរសជាតិមួយបែប គួរឲ្យខ្ពើមអូរសជាតិអី ពេញមួយរយៈនេះហើយអ្វីខ្ញុំមិនដែលឃើញថាអ្នកមានផ្នែកគួរឲ្យតាក់ទាញបែបនេះសេរីណាមកជាមួយខ្ញុំនឹងណែនាំអ្នកឲ្យស្គាល់មនុស្សពីរបីនាក់រាត្រីសួស្ដីលោកជីខ្ញុំ
ខ្ញុំមិនទាន់បានអបអរសាទរអ្នកជាផ្លូវការនៅឡើយទេអ្នកនឹងថ្លែងសុនរកឋាននៅលើឆាកតើអ្នកត្រៀមខ្លួនហើយឬនៅ ខ្ញុំត្រូវអរគុណអ្នកសម្រាប់ការណែនាំរបស់អ្នកហើយក៏អរគុណដែលអ្នកបានជួយជំនួសខ្ញុំ អញ្ចឹងការជួបជុំអតីតសិស្សទៅយ៉ាងណាដែរតើអ្នកធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលឬ គ្រាន់តែនិយាយថាវាគីជើចំណេះពេញលេង អញ្ចឹងសូមអបអរសាទរម្ដងទៀត តែវាគ្រាន់តែជាការស្រមើស្រមៃរបស់ខ្ញុំតើគាត់អាចចាប់អារម្មណ៍ខ្ញុំ ពិធីជប់លៀងនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរអ្នកគ្រប់គ្រងលៀងដែលទទួលបានគម្រោងពាន់លានដុល្លារសូមអញ្ជើញអ្នកគ្រប់គ្រងលៀងឡើងមកថ្លែងសុនរកថា ពិធីជប់លៀងនេះពិតជាអស្ចារ្យណាស់ខ្ញុំពិតជាដឹងគុណចំពោះការគាំទ្ររបស់លោកជី ព្រះអើយ តើនេះពិតជាមើលដោយឥតគិតថ្លៃមែនទេពិតជាអាស្រូវណាស់តើនោះមិនមែនជាមិត្តប្រុសរបស់អ្នកគ្រប់គ្រងលៀងទេមិត្តប្រុសម្នាក់មិត្តល្អម្នាក់ សេរេណាសូមឲ្យខ្ញុំពន្យល់ សេរេណាឯងឈួតហើយឬ បាទខ្ញុំស្ពួតហើយអ្នកទាំងពីរធ្វើឲ្យខ្ញុំស្ពួត លោកជីតើកញ្ញាលីងដឹងពីការភ្ជាប់ពាក់ព័ន្ធរវាងគ្រួសារលោកទាំងពីរកាលពីប៉ុន្មានឆ្នាំមុនទេ នាងត្រូវគេបណ្តេញចេញពីគ្រួសារលៀងតាំងពីយូរណាស់មកហើយនាងមិនដឹងអ្វីទាំងអស់ពីរឿងនេះទេអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺបន្ទាប់ពីមានរឿងច្របូកច្របល់បែបនេះនាងក៏ក្លាយជាអ្នកក្រោមបង្គាប់របស់ខ្ញុំប៉ុន្តែមុនពេលខ្ញុំនិយាយរឿងនេះជាមួយនាងខ្ញុំចង់ជួយនាងឲ្យសម្រេចបំណងមួយ បន្ទាប់ទៀតសូមស្វាគមន៍វត្ថុដេញថ្លៃបន្ទាប់ខ្សែត្បូងកណ្ដៀងពណ៌ខៀវផ្កាពោតព្យាយាមញឹមពិតជាស័ក្តិសមជាមរតកគ្រួសារលៀងពិតជាមានត្បូងកណ្ដៀង ពណ៌ខៀវដូចផ្កាពោតមើលឲ្យច្បាស់ទៅខណៈដែលនៅមានឱកាសបើអតិថអ្នកស្រីគ្រូសាលីងមិនរៀបការចុះថោកហើយគ្រូសាប្តីលោកវាចោលយើងក៏មិនមានឱកាសឃើញវាដែរមិនមានឱកាសទេ ខ្សែត្បូងកណ្ដៀងពណ៌ខៀវផ្កាពោតតម្លៃចាប់ផ្ដើម5លាន ថ្លៃណាស់6លាន មិនថាយ៉ាងណាទេខ្ញុំត្រូវតែយកមកវិញវត្ថុអនុស្សាវរីយ៍របស់ម្ដាយខ្ញុំ ខ្ញុំ នឹងរកវិធីសង្វិញជូនលោកជីពេលក្រោយ 6.5លាន7លាន7.5លាន 20លាន ចំនួននោះខ្ញុំមិនអាចសង្វិញបានទេពេញមួយជីវិត 50លាន 50លានម្ដងទី1 50លានម្ដងទី3សូមអបអរសាទរលោកជីត្បូងកណ្ដៀងពណ៌ខៀវផ្កាពោតជារបស់លោកហើយ អ្វីលោកជីហេតុអ្វីគាត់នៅគ្រប់កន្លែងហាម៉ាស់ណាកុំឲ្យគេឃើញខ្ញុំល្អជាងចេញពីទីនេះទៅ សេរីណាអ្នកមកទីនេះសម្រាប់រឿងនេះមែនទេ ចាំបន្តិចលោកជីហេតុអ្វីលោកហើយខ្សែនេះដល់ខ្ញុំ ព្រោះវាសមនឹងអ្នករបស់សំរុំគួរតែទៅរកអ្នកសំរុំ ប៉ុន្តែវាមានតម្លៃពេកខ្ញុំមិនអាចទទួលយកបានទេសូមទស្សផង ហ៊ានធ្វើប្រហែសហើយខ្ញុំយូររំលេះដូចម្ដាយយ៉ាងដែរមិនចេះគោរពអ្នកចាស់ទុំត្រឡប់មកតែចាស់វិញឥឡូវនេះ តើលោកយាយហៅខ្ញុំមកវិញរកអីបើគ្មានអីទៀតទេខ្ញុំនឹងទៅហើយដើម្បីកុំឲ្យលោកយាយខឹង អើយអញទួមកទៅពីម្ដាយយ៉ាងមកហើយឥឡូវអញមើលងាយខ្ញុំមែនទេ លោកយាយយ៉ាងហើយដែរនិយាយនេះជាមរតករបស់ម្ដាយខ្ញុំដូច្នេះវាគ្មានអ្វីពាក់ព័ន្ធនឹងលោកយាយទេ អញហ៊ាន Center លោកយាយផ្ទះចាក់នេះឈ្មោះក្នុងបានកម្មសិទ្ធិគឺជារបស់ខ្ញុំនិយាយម្យ៉ាងទៀតកន្លែងដែលលោកយាយរស់នៅលើគឺជាផ្ទះរបស់ខ្ញុំបើអ្នកណាត្រូវចេញគឺលោកយាយ នេះហេតុពេកថ្ងៃនេះអញអើខ្សាច់នៅកែងមកខ្ញុំ Rank Center ហើយសូមខ្ញុំផ្ដល់យោបល់មួយពេលប្រារបស់អ្នកដែរកុំធ្វើជាម្ចាស់ពេកបើមិនដូច្នេះទេគេនឹងស្អប់កាលពីមុននេះជាខ្សែរបស់ម្ដាយខ្ញុំឥឡូវវាជារបស់ខ្ញុំលោកយាយគ្មានសិទ្ធិលវីទេ អញហ៊ាននិយាយជាមួយអ្នកចាស់ទុំបាត់នេះអញជាមនុស្សថោកទាប
ខមានការអប់រំ មិនដែលខ្ញុំការពីមិនគាត់ស្លាប់ដោយរបៀបណាលោកយាយមិនដឹងទេបើលោកយាយមិនបានមកពីនាងរាល់ថ្ងៃតែនាងនឹងស្លាប់មុនអាយុដូចនេះឬបន្ទាប់មកលោកយាយលូតទ្រព្យសម្បត្តិនាងដើម្បីដណ្ដើមផ្ទះដែលនាងទុកខ្ញុំលោកយាយថែមទាំងបណ្ដេញខ្ញុំចេញពីផ្ទះឥឡូវនេះខ្ញុំនៅតែអាចនិយាយជាមួយលោកយាយនិងនិយាយដោយសុភាពបាននោះហើយជាការគូសមរបស់ខ្ញុំ ហេអញយូទេសេរីណាត្រូវបានគ្រូសាលៀងហៅមកវិញ តើវាអំពីមរតករបស់ម្ដាយនាងទេតើវាបានសម្រេចហើយឬអូអស់ហើយ អញ្ចឹងឯងត្រូវទាញនាងឲ្យជាប់ជាមួយលុយនោះឯងអាចកាត់បន្ថយការងារធ្ងន់ធ្ងរអស់20ឆ្នាំ ពេលខ្ញុំបានលុយហើយខ្ញុំនឹងទិញកាបូបល្អឲ្យឯងហាហាហាសេរីណារៀបការជាមួយខ្ញុំ Hey តែម្ដាយយើងយល់ព្រមទេ ថ្ងៃស្អែកខ្ញុំនឹងនាំឯងទៅជួបម្ដាយខ្ញុំ តែមិត្តស្រហ្វែងមានសជីវធម៌ខ្លះទេលើកដំបូងជួបម្ដាយក្មេកហើយមកយូរទៀតទិថ្ងៃក្រោយនឹងទៅជាឡើងណា ម៉ាក់ប្រហែលជានាងជាប់គាំងចរាចរណ៍ហេ អញទៅតែវាជាងពីក្លឹបរាត្រីណាមួយបន្ទាប់ពីដើរលេងហើយហេគ្រូសាចាងយើងមិនចង់បានស្ត្រីដែលមិនសមរម្យទេ ម៉ាក់ជាធម្មតានាងមិនស្លៀកពាក់បែបនេះទេហើយអ្វីឯងមកស្លៀកពាក់បែបនេះ នេះជារបៀបដែលខ្ញុំស្លៀកពាក់ធម្មតាតែឯងមិនធ្លាប់ចូលចិត្តខោខ្លីគីមួយស្រោមជើងខ្មែរទេ អញហំមើលទៅដូចជាខ្ញុំមកតែនសេរីពេកហើយហំមានអក្ខកិរិយាបែបនេះពុកកំដៃរបស់ហែងក៏មិនប្រសើរជាងនេះដែរ ឯងហ៊ានជារើពុកម្ដាយខ្ញុំ ហើយហែងគិតថាងជាអ្នកណា និយាយគីមួយមនុស្សដូចចែងវិជាការប្រមាថខ្ញុំលុបចោលពទីរីការហើយ សេរីណាហេ ឈប់នៅទីនោះ ម៉ាក់ហេយើងគ្រាន់តែចង់បានមកទៅគ្រួសារនាងទេតើម៉ាក់គិតអីមកឆ្លោះជាមួយនាង សួស្ដីអ្នកមីងខ្ញុំជាមិត្តស្រីរបស់អ៊ីថាន ឯងមកធ្វើអីនៅទីនេះ អូយម្នាក់នេះមិនស្អាតដូចស្រីនោះទេប៉ុន្តែយ៉ាងហោចណាស់នាងមានសភាពនោះហើយកូនខ្ញុំសូម្បីតែមានមិត្តស្រីក៏មានផែនការបំរុងដែរ អ្នកមីងសូមឲ្យខ្ញុំណែនាំខ្លួនផង បាទ ខ្ញុំឈ្មោះក្លូអេខ្ញុំបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកំពូលហើយទើបតែក្លាយជាអ្នកគ្រប់គ្រងនៅជី ល្អណាស់អ្នកមានហើយមានទេពកោសល្យបញ្ចប់ការសិក្សាកំពូលឯងនឹងពូកែក្នុងការចិញ្ចឹមគ្រួសារដូច្នេះប្រាប់មីងមកពេលណែងទាំងពីរនឹងរៀបការប្រណប់ទៅហើយមីងបានចូលប្រុសដែលបញ្ចប់ការសិក្សាកំពូលមួយ ម៉ាក់សុំទោសមួយផ្លែតឯងមកជាមួយខ្ញុំក្លូអេឯងក្លាហានណាស់ក៏ហកនៅចំពោះមុខម្ដាយខ្ញុំបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកំពូលធ្វើជាអ្នកគ្រប់គ្រងនៅជីនោះជាសេរីណាតើវាតាក់ទងអីនឹងឯង ដូច្នេះអីតើខ្ញុំអន់ជាងសេរីណាត្រង់ណាលើពីនេះទៀតឯងដេកជាមួយខ្ញុំយូរមកហើយឯងអាចនិយាយពាក្យខូខើបែបនេះបានយ៉ាងម៉េច បាននិយាយពីការអប់រំសមត្ថភាពរូបរាងនៅគ្រប់ផ្នែកទាំងអស់តើឯងអាចប្រៀបធៀបនឹងនាងបានយ៉ាងម៉េចកុំធ្វើពុតជាអ្វីដែលឯងមិនមែនមនុស្សដូចឯងគ្រាន់តែជាការលេងសើចមួយដងសម្រាប់ខ្ញុំប៉ុណ្ណោះបាននិយាយពីដៃគូរៀបការដ៏សមរម្យនិងល្អឥតខ្ចោះឯងមិនទាន់ចិត្តសំបីតែបន្តិចនិយាយពីគូស្រករដ៏សមរម្យនិងល្អឥតខ្ចោះឯងមិនទាន់ចិត្តសំបីតែបន្តិច អាកំផិត ឯងស្រែកអីឯងចង់បានលុយអីចឹងអញឲ្យលុយឯងទៅឲ្យឯងបាត់មុខទៅមិនដែរ 5000 គ្រប់ទេហេគ្រប់ឬអត់ហេនៅអត់គ្រប់ទេយកទៅទាំងអស់ជារបស់ឯងយកលុយទៅហើយចេញពីទីនេះទៅ អញមានផ្ទៃពោះហើយក ូននេះជារបស់ហែងទេ អ្នកណាទៀត ក្លូអេបើឯងហ៊ានកុសកុញឯងជឿថាឯងនឹងសម្លាប់ឯងទេមិនបានឯងថាកូនអាកំផិតនោះជារបស់ឯងពូកែបញ្ឆោតប្រុសណាស់វាអាចជាកូនរបស់បុរសណាម្នាក់
អ៊ីថានអញទៅតែមានផ្ទៃពោះហើយឯងក៏បង្ហាញមុខពិតរបស់ឯងភ្លាម ឥឡូវដឹងក៏មិនទាន់យឺតពេកទេយកកូនចេញទៅអញមិនរៀបការជាមួយឯងទេការរៀបការជាមួយប្រពន្ធនិងការលេងស្រីវាខុសគ្នាឯងមិនយល់ទេ សេរីណាឯងរៀបចំបានល្អណាស់ឯងយកសម្រាមរបស់ឯងមកដាក់អញបើអញត្រូវធ្លាក់ឯងក៏ត្រូវធ្លាក់ជាមួយអញដែរ សេរីណាស្ដាប់ខ្ញុំសុំពន្យល់ម៉ាក់ខ្ញុំគាត់គ្រាន់តែនិយាយត្រង់ទេគាត់គ្មានចិត្តនាអាក្រក់ទេ ឯងគ្របតែលុយខ្ញុំហើយមិនហ៊ានទូស្គាល់ទេឯងដឹងទេថាឯងស្រឡាញ់រឿងគេខ្ញុំ គ្រូអេអាគុនស្រហិតបានកាអេងletគ្រូណែងនៅឯណាអាគុនស្កៃអេងនឹងហើយដែលធ្វើឲ្យគុនស្រីខ្ញុំមានផ្ទៃពោះខ្ញុំប្រាប់អេងឲ្យដឹងទទួលខុសត្រូវចំពោះកូនស្រីខ្ញុំគឺក៏សុំខ្ញុំ$500ជាសំណង លោកស្រីអ្នកត្រូវការភស្តុតាងខ្ញុំគ្មានអ្វីពាក់ព័ន្ធជាមួយកូនស្រីរបស់អ្នកទេ ស្តាងយើងរកឃើញវានៅក្នុងផ្ទះយើងនេះមិនមែនជាស្តាងទេ លោកអេមើលទៅថ្លៃថ្នូរណាស់ប៉ុន្តែនាងមានផ្ទៃពោះមុនរៀបការបាក់សុំឈប់ទៅ លោកស្រីកូនស្រីរបស់លោកស្រីជាមនុស្សបែបណាលោកស្រីខ្លួនឯងមិនដឹងទេអ្នកណាដឹងថាកូនឆ្កែរបស់អ្នកណាដែលនៅក្នុងពោះនាង អេង លើសពីនេះទៅទៀតខ្ញុំមានមិត្តស្រីហើយ ឡអាគុនស្កៃអាមនុសថប់ទៀតអេងមានមិត្តស្រីហើយអេងនៅតែធ្វើអាក្រក់ដល់កូនស្រីខ្ញុំទៀតយើងមានរបបនេះហើយអេងនៅតែចង់ប្រសិទ្ធទៀតខ្ញុំប្រាប់អេងឲ្យដឹងបើអេងមិនសុំ$500ថ្ងៃនេះទេខ្ញុំនឹងនៅទីនេះខ្ញុំមិនទៅណាទេខ្ញុំនៅទីនេះហើយខ្ញុំមិនទៅណាទេ ត្រូវតែមនុស្សអាក្រក់ទើបដោះស្រាយជាមួយមនុស្សអាក្រក់បានម៉ាក់ខ្ញុំអង្វរម៉ាក់ហើយយើងទៅនិយាយគ្នានៅផ្ទះវិញបានទេ និយាយនៅផ្ទះអេងហ៊ានធ្វើឲ្យនាងមានផ្ទៃពោះតែមិនហ៊ានទូខុសត្រូវមើលឡើងទៅអេងទៅស្រឡាញ់មនុស្សថប់ទៀតបែបណា ការស្នើសម្រៀបការវីដេអូរៀងអាស្រ័យនៅក្នុងពិធីតបអនឹងការធ្វើឲ្យមិត្តសម្លាញ់ខ្ញុំមានផ្ទៃពោះអ៊ីថានឯងគិតថាខ្ញុំសតល្មងឬ សេរីណាសូមឲ្យខ្ញុំពន្យល់រូបថតទាំងនេះคล้ายៗទាំងអស់អ្នកណាដឹងថាឪពុករបស់កូនអាក្រក់នោះជានរណា វាគ្មានអ្វីតាក់ទងនឹង សេរីណា រូបថតទាំងនោះคล้ายៗតែមានផ្ទៃពោះคล้ายៗមែនទេដូច្នេះរឿងនេះរបស់ដែលខ្ញុំរកឃើញក្នុងឡានឯងនេះ អេងបញ្ចូលវាយ៉ាងម៉េច ឃើញទេខ្ញុំប្រាប់ហើយថាគេជាគូស្នេហ៍សម្ងាត់នេះជាភស្តុតាងច្បាស់លាស់ហើយ គូលអស្អត់នាងទីកាអាម៉ាស់មួយ សេរីណាខ្ញុំខុសហើយខ្ញុំគ្រាន់តែធ្វើខុសមួយកំហុសដែលបុរសណាម្នាក់អាចធ្វើបានសូមអត់ទោសឲ្យខ្ញុំម្ដងនេះផងអត់ទោសឲ្យខ្ញុំ អ្នកទាំងពីរនៅជាមួយគ្នាដោយសារការស្អប់គ្នាទៅវិញទៅមកតែណាស់ស្បាយចិត្តជាមួយទំនាក់ទំនងបែបនេះទេខ្ញុំគ្មានអ្វីត្រូវនិយាយទីទេចំពោះអ្នកទាំងពីរ តើអ្នកពិបាកចិត្តទេដែលអេថានរៀបការ ខ្ញុំបានត្រៀមរៀបចំរឿងនេះយូរណាស់ហើយឥឡូវនេះដល់ពេលចុងក្រោយហើយខ្ញុំសប្បាយចិត្តបំផុត ខ្ញុំឆ្ងល់តើសម្រាមនេះចូលមកទីនេះដោយរបៀបណាដូច្នេះអ្នកដាក់វាដើម្បីបង្ខំខ្ញុំឲ្យរៀបការមែនទេអ្នកពិតជាគួរឲ្យស្អប់ណាស់អ្នកចាក់រុនវាដើម្បីបង្ខំឲ្យរៀបការដោយសារកូនមែនទេ ខ្ញុំពិតជាទុកសម្លៀកបំពាក់របស់ខ្ញុំនៅក្នុងឡានប៉ុន្តែកូននេះវាពិតជាចៃដន្យ ឈប់និយាយខ្ញុំដឹងច្បាស់ថាអ្នកជាមនុស្សបែបណាអ្នកពិតជាមនុស្សអាក្រក់ណាស់បើមិនមែនដោយសារអ្នកទេសេរីណានិងខ្ញុំមិនដែលបែកគ្នាទេ វាជាការព្រមព្រៀងគ្នាហើយអ្វីបានជាអ្នកនិយាយដូចជាខ្ញុំលបួងអ្នក ខ្ញុំសូមប្រាប់អ្នកអ្វីមួយឥឡូវនេះអ្នកស្ថិតនៅក្នុងដៃខ្ញុំហើយខ្ញុំនឹងធ្វើឲ្យអ្នកស្ដាយក្រោយឯងខូចហើយព្រោះឯងមកនៅក្នុងដៃខ្ញុំហើយខ្ញុំនឹងធ្វើឲ្យឯងស្ដាយក្រោយ អៃថាន ចេញទៅអា ខ្ញុំហៀបនឹងរៀបការជាមួយបុរសតែគួរតែជារបស់ឯងខ្ញុំភ្នាល់ថាឯងកំពុងខឹងខ្លាំងឯងមិនដែលឈ្នះខ្ញុំទេខ្ញុំស្គាល់ឯងច្បាស់ពេកមនុស្សទន់ខ្សោយដូចឯងនឹងមិនដែលយកឈ្នះខ្ញុំបានពេញមួយជីវិតឯងទេឯងសើចអី ហាឯងខឹងរហូតដល់ឈួតហើយឬ ខ្ញុំសើចដាក់ឯងដែលឯងប្រឹងធ្វើគ្រប់យ៉ាងដើម្បីយកសម្រាមរបស់ខ្ញុំ គឺឯង ឯងយល់រហ័សណាស់
សំទួអេឡូយូតពេលហើយឃ្លូអេការដាក់ទូសែងទើបតែចាប់តាមសបាយគីមួយនរកដែលឯងបានរៀបចំយ៉ាងខ្លាំងដើម្បីលោតចូល มองល្អចិត្តដល់ហើយអញឈរលេងរៃ ម៉ាក់រោគអាពាហ៍ពិពាហ៍របស់ខ្ញុំខ្វក់ហើយខ្ញុំចង់បដូរទៅមួយទៀត អើយអញធ្វើឲ្យរូបជួលខ្វាក់អញត្រូវបងលុយទៅវានឹងត្រូវចំណាយបន្ថែមពាក់វាដូចនឹងទៅ អៃតានខ្ញុំធ្លាប់គិតចង់រៀបការជាមួយណា អញ្ចឹងខ្ញុំនឹងលេងលះនាងឥឡូវនេះយើងអាចមានកូនរបស់យើង តែណាពិតជាគិតថាវាអត់ទៅរួចមែនទេប្រសិនបើថ្ងៃណាមួយខ្ញុំស្លាប់អ្នកនឹងសម្លាប់ខ្ញុំដើម្បីយកប្រាក់ធានារ៉ាប់រងអាយុជីវិតមនុស្សដូចណាតែខ្ញុំហ៊ានរៀបការជាមួយណាដោយរបៀបណា សេរីណាតើអ្នកនិយាយពីអ្វីខ្ញុំមិនយល់ទេ អូត្រូវហើយតើអ្នកចាំទេពេលដែលខ្ញុំបាញ់សតអ្នកឲ្យទៅពិនិត្យសុខភាពខ្ញុំមានន័យថាវាជាការពិនិត្យសុខភាពមុនរៀបការមើលដោយខ្លួនឯងអ្នកមានបញ្ហាគ្មានកូនតែខ្លួនអាចមានផ្ទៃពោះបានដោយរបៀបណា ក្លូអេមកទីនេះ ហឺ តើអ្នកពិតជាមានផ្ទៃពោះឬអត់ អេខានតើឆ្កេញីសេរីណានោះបាននិយាយអ្វីមួយឲ្យអ្នកទេ តើអ្នកមានផ្ទៃពោះឬអត់ ប្រកាសណាស់ខ្ញុំមានផ្ទៃពោះអ្នកភ្លេចលើកមុនម៉ាក់ខ្ញុំព្រោះតែ អ្នកណាដឹងថាហេតុអ្វីម៉ាក់អ្នកមកធ្វើរឿងតើនេះក៏ជាផែនការរបស់អ្នកដើម្បីបង្ខំឲ្យរៀបការដែរឬទេ អេខានខ្ញុំជាប្រពន្ធរបស់អ្នកហេតុអ្វីបានជាអ្នកជឿឆ្កេញីសេរីណានោះ ឈប់និយាយខ្ញុំកំពុងសួរអ្នកតើអ្នកមានផ្ទៃពោះឬអត់ ទេខ្ញុំមិនមានផ្ទៃពោះទេប្រសិនបើខ្ញុំមិនបានធ្វើបែបនេះតើអ្នកអាចបោះបង់ឆ្កេញីនោះហើយរៀបការជាមួយខ្ញុំបានដោយរបៀបណា ឯងហ៊ានរៀបផែនការប្រឆាំងនឹងខ្ញុំតើអ្នកដឹងទេអ្នកធ្វើឲ្យខ្ញុំមិនអាចលើកក្បាលឡើងនៅទីសាធារណៈឯងហ៊ាន អញ្ចឹងអីនៅទីបញ្ចប់ខ្ញុំនៅតែឈ្នះអេខានយើងជាមនុស្សប្រភេទដូចគ្នាយើងស័ក្តិសមគ្នាឥតខ្ចោះហា ចេញទៅ ឈឺណាស់ ការមានផ្ទៃពោះคล้ายៗរបស់អ្នកត្រូវបានលាតត្រដាងហើយអ្នកនៅតែសម្ដែងនៅទីនេះតើអ្នកជាប្តីប្រភេទណា នាងមានផ្ទៃពោះ តើវាមិនមែនคล้ายៗទេ គុំខឹងអ្នកនឹងមិនដែលឆ្នះខ្ញុំទេមិត្តសម្លាញ់របស់ខ្ញុំព្រោះខ្ញុំស្គាល់អ្នកច្បាស់ពេកអ្នកសពយកអ្វីគ្រប់យ៉ាងប៉ុន្តែនៅទីបញ្ចប់អ្នកត្រូវតែទូលយកសម្រាមដែលអ្នកសពបានយល់ទេ សម្លាញ់ឲ្យយើងនឹងឃ្លាតឆ្ងាយពីគ្នាយ៉ាងហោចណាស់ក៏ត្រូវញ៉ាំបាយលាយគ្នាមួយពេលដែរមែនទេ យើងឆ្លុះគ្នាក៏ហើយឯងនៅតែចង់ដាក់លោកខ្ញុំទៀតឯងមិនចេះជប់ទេមែនទេបើអញ្ចឹងខ្ញុំនឹងធ្វើវារហូតដល់ចប់ បន្ទាប់ពីផឹកនេះយើងបែកគ្នាដោយសុខសាន្តខ្ញុំចាញ់យ៉ាងធ្ងន់ហើយឯងមិនទុកចិត្តខ្ញុំទេ សុកនិយាយរឿងអត់ប្រយោជន៍ឯងលេងល្បិចទេ គ្មានអីទេខ្ញុំគ្រាន់តែមិនយល់ខ្ញុំប្រយុទ្ធនឹងតស៊ូយ៉ាងខ្លាំងប៉ុន្តែចុងក្រោយឯងទេដែលឈ្នះ ឃ្លូអេវីដោយសារឯងចូលចិត្តប្រយុទ្ធនឹងស៊ីវទើបឯងមកដល់នឹងខ្ញុំមិនយល់ទេខ្ញុំមិនល្អចំពោះឯងទេហេតុអីឯងប្រព្រឹត្តចំពោះខ្ញុំបែបនេះ ហា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 វាជាកំហុសឯងទាំងអស់ខ្ញុំទើបខ្លាចជាបែបនេះសេរីណាតាំងពីយើងនៅក្មេងឯងតែងតែគ្រប់ដណ្ដប់ខ្ញុំហើយឯងយកខ្ញុំធ្វើជាគ្រឿងបំពេញហើយឯងនៅតែថាវាល្អសម្រាប់ខ្ញុំទីបំផុតបានរកឃើញវិធីដោះស្រាយជាមួយឯងប៉ុន្តែខ្ញុំមិនដែលស្មានថាឯងស្រាប់តែឆ្លាត ខ្ញុំមិនដែលគិតពីការឯងធ្វើជាគ្រឿងបំពេញទេបើឯងអញ្ជើញខ្ញុំមកទីនេះថ្ងៃនេះគ្រាន់តែចង់ប្រាប់ខ្ញុំរឿងនេះនោះយ៉ាងគ្មានអីត្រូវនិយាយទីទេបើណាអញ្ជើញខ្ញុំមកទីនេះគ្រាន់តែប្រាប់ខ្ញុំរឿងនេះអញ្ចឹងខ្ញុំគ្មានអ្វីត្រូវនិយាយទេកាហ្វេរបស់អ្នកមានបញ្ហាហើយ
សេរីណាអ្នកឆ្លាតពេករហូតដល់ខ្លួនឯងចាញ់តើអ្នកមិនចូលចិត្តបោះខ្ញុំចូលធុងសម្រាមទេអញ្ចឹងសប្បាយជាមួយសម្រាមទាំងនេះទៅអំណោយតូចមួយពីខ្ញុំទុកវាចុះហើយឈប់ទាត់ដៃជើងទៅ ហើយខ្ញុំទៅ ឆាប់ឡើង ឡើងខ្ញុំ មួយសន្ទុះទៀតអ្នកនឹងអង្វរខ្ញុំ ហើយខ្ញុំទៅ ឈប់ទាត់ដៃជើងទៅមើលកាមេរ៉ា លេងនាងទៅ ឡើងនាងទៅ ឲ្យនាងទៅ ចេញទៅបើអញហ៊ានប៉ះស្រីរបស់អញម្ដងទៀតអញមិនសុភាពដូចនេះទៀតទេក្លូអ៊ីឯងធ្វើឲ្យអញឈឺចាប់ខ្លាំងណាស់ឯងនឹងសងអញវិញយ៉ាងម៉េច គ្មានលុយបន្ថែមទេម្យ៉ាងវិញទៀតឯងមិនបានបំពេញការងារទេចាត់ទុកលុយនោះជាសំណងរបស់ឯង តិចតួចនឹងមិនគ្រប់គ្រាន់ទេ ឯងធ្វើអី អញធ្វើអីអញគិតថាអញធ្វើអី ឲ្យខ្ញុំទៅឲ្យខ្ញុំទៅឲ្យខ្ញុំទៅ ខ្ញុំនឹងទៅរកគ្រូពេទ្យឲ្យអូន Bryce អ្វីដែលខ្ញុំត្រូវការពេលនេះគឺបង គុំថាអញមិនបានព្រមានឯង លោកទី យប់មិញអូនមិនសុភាពដូចនេះទេ ខ្ញុំសំទោសខ្ញុំនឹងទទួលខុសត្រូវចំពោះបង ដូច្នេះចាត់ទុកវាជាការត្រួតពិនិត្យមុនរៀបការអូនពេញចិត្តទេគូដណ្ដឹងរបស់អញ អេថានកូនយើងបាត់ហើយ ហ៊ានណាស់ឯងលើកឡើងពីអាក្រក់នោះអញប្រាប់ឯងឲ្យដឹងនេះជាថ្លៃនៃការក្បត់របស់ឯង ទេអេថានគឺសេរីណាទេនាងតាក់ទាញខ្ញុំមកទីនេះហើយឲ្យបរោះទាំងនោះ ឃ្លូអេក្នុងមួយយូរនេះសមត្ថភាពនិយាយកុហករបស់ហែងបានឈានដល់កម្រិតល្អខ្លះ សេរីណាឯងជាមេឃុប ក្លូអេមើលទៅឯងមិនទាន់រៀនមេរៀនទេ សេរីណាហេតុអីឯងបាននៅជាមួយសៀវជីចំណែកខ្ញុំវិញត្រូវនៅជាមួយសម្រាមដែលឯងបោះចោល នៅតែពោលពាក្យស្មោកគ្រោកចេញពីមាត់ទៀតអញប្រាប់ឯងឲ្យដឹងសេរីណាមិនដែលបោះបង់ខ្ញុំទេ ឯថានាងនិយាយត្រូវឯងជាសម្រាមដែលខ្ញុំបោះចោលដូចគេថាជារៀងរហូត អេថានឯងត្រូវបណ្ដេញចេញចាប់ពីថ្ងៃស្អែកព្រោះឯងធ្វើឲ្យសេរីណាខ្ពើម អេថានអ្នកត្រូវបានបណ្ដេញចេញចាប់ពីថ្ងៃស្អែកព្រោះអ្នកធ្វើឲ្យសេរីណាឈឺធ្វើវាគ្រាន់តែជាការងារស្អុយមួយខ្ញុំរកលុយបានច្រើនជាងពីភាគហ៊ុនធុញទ្រាន់នឹងឃើញអ្នកហើយ Hello តម្លៃភាគហ៊ុនរបស់ Future Tech កំពុងធ្លាក់ចុះយ៉ាងខ្លាំងមិនអាចទៅរួចទេ Hello មើលទៅដូចជាអេថានកំពុងសៃចឹង ហើយអ្នកអត់មានប្រាក់ខែទេឲ្យមកខ្ញុំនឹងធ្វើឲ្យធំពិតប្រាកដខ្ញុំនឹង អេថានខ្ញុំគ្មានលុយទៅមន្ទីរពេទ្យសោះ លុយណែណាប្រាក់ខែរបស់អ្នកឲ្យមកខ្ញុំនឹងរកសំណាងបានច្រើន ខ្ញុំបានឲ្យលុយទាំងអស់របស់ខ្ញុំទៅអ្នកហើយ ខ្ញុំគ្មានលុយនៅសល់ទេសូមរីករាយជាមួយជីវិត exciting របស់ណាតា ទៅយើងទៅ
ប្រៃអ្នកបំផ្លាញខ្ញុំហើយអ្នកបានលួចស្ត្រីដែលគួរតែជារបស់ខ្ញុំអ្នកនឹងមិនរួចផុតពីរឿងនេះដែរ នេះកូនស្រីគ្រួសារឡើងមែនទេនាងសុំនឹងលោកប្រធានជីខ្លាំងណាស់ពិតជាគូសុំគ្នាមែន ចម្លែកណាស់ម៉ោងប៉ុន្មានហើយហេតុអ្វីលោកប្រធានស៊ីមិនទាន់មកហេតុអ្វីខ្ញុំមានអារម្មណ៍មិនស្រួលចិត្តតម្លែ អ្នកស្រីលោកជីជួបគ្រោះថ្នាក់រថយន្តហើយ អ្វីអេលោកគាត់នៅឯណា រថយន្តបុកគ្នាច្រើនគ្រឿងស្ថានភាពស្មុគស្មាញយើងមិនទាន់រកឃើញលោកជីនៅឡើយទេ Bryce យើងបានមកជាមួយគ្នាឆ្ងាយណាស់ហើយអ្នកមិនអាចស្លាប់បានទេ អ្នកណាធ្វើឲ្យកូនក្រមុំខ្ញុំយំ Bryce អ្នកមិនមែនជួបគ្រោះអ្នករត់ចិនទេអ្នកអូប៊ូស្កន្លែងណាទេ ខ្ញុំមិនអីទេប៉ុន្តែមានកណ្ដុរនៅក្នុងប្រឡាយតែព្យាយាមធ្វើបាបខ្ញុំនោះហើយជាមូលហេតុដែលខ្ញុំយឺតសុំទោសដែលធ្វើឲ្យអ្នកបារម្ភ Wiki Aitan គាត់បានរឹងរវាងរថយន្តខ្ញុំប៉ុន្តែគាត់មិននឹកស្មានថាខ្ញុំនឹងឃើញថារថយន្តនេះគួរឲ្យសង្ស័យដូច្នេះខ្ញុំបានបញ្ជូនវាទៅជួសជុលខ្ញុំគ្រាន់តែមិននឹកស្មានថាមានបញ្ហានៅតាមផ្លូវ អូគុណប្រែខ្ញុំស្បាយចិត្តណាស់ដែលអ្នកមិនអី យើងមិនទាន់រៀបការផងគ្មានអ្វីកើតឡើងចំពោះខ្ញុំទេ ខ្ញុំនឹងការពារអ្នកពីពេលនេះទៅ អេឋានត្រូវបានប្រកូលទៅប៉ូលីសហើយចំណែកឃ្លូអេវិញនាងក្រីក្រនឹងឈឺនៅតែលាក់ខ្លួនពីអ្នកតែមកទាបំណុលអេឋានជោគវាសនាអាក្រក់ជាងស្លាប់សន្មតថានាងមិនអាចបង្កបញ្ហាអ្វីទៀតទេទោះយ៉ាងណានេះជាលើកទី1តែខ្ញុំគេថានាងចង់ការពារខ្ញុំ